ពុកម៉ែបងប្អូនជាទីគោរពរាប់អានស្ថានភាពភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនាពេលនេះចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំងហើយបើតាមបណ្ដាញសារព័ត៌មានជាតិបានផ្សព្វផ្សាយប្រងព្រាតអំពីករណីនៃការចាក់លាត់ទ័ពរបស់ថៃចាក់លាត់ចុះចាក់លាត់ឡើងក្នុងន័យដើម្បីត្រៀមសង្គ្រាមក្នុងន័យដើម្បីឈ្លានពានមកលើកម្ពុជាជាក់ស្ដែងនាព្រឹកមិញនេះពុកម៉ែបងប្អូនប្រហែលជាបានឮហើយនៅសាររបស់មេយោធាថៃបាទគឺឧត្តមសេនីយ៍តូរបស់ថៃនៅភូមិភាគ2ថៃដែលមានឈ្មោះថាប៊ុនស៊ីតផាតខ្លាំងបានលើកឡើងច្បាស់តាក់ទងទៅនឹងការដែលចង់ប្រកាសសង្គ្រាមជាមួយនឹងកម្ពុជាដោយយោធាផាតខ្លាំងនេះបានលើកឡើងថាប្រសិនណាបើកម្ពុជាចង់ដោះស្រាយជម្លោះជាមួយនឹងថៃកម្ពុជាត្រូវតែហ៊ានធ្វើសង្គ្រាមជាមួយថៃត្រូវតែហ៊ានច្បាំងជាមួយថៃបាទដើម្បីដោះស្រាយនៅជម្លោះមួយនេះហើយឧត្តមសេនីយ៍តូរូបនេះថែមទាំងទាត់ចោលនៅសេចក្តីសម្រេចថែមទាំងលើកឡើងថាមិនគាំទ្រទៅនឹងការដែលយកជម្លោះរវាងកម្ពុជាថៃនៅប្រាសាទតំបន់តាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីទៅកាន់តុលាការអន្តរជាតិ ICJ នោះទេហើយសេចក្តីសម្រេចបែបណាយុត្តាធិការបែបណាក៏ថៃមិនទទួលស្គាល់ជាដាច់ខាតបើកម្ពុជាចង់ដោះស្រាយគឺកម្ពុជាត្រូវតែហ៊ានប្រឈមមុខធ្វើសង្គ្រាមជាមួយនឹងភាគីថៃបាទនេះគឺជាការលើកឡើងច្បាស់របស់ឧត្តមសេនីយ៍តូថៃដែលមានឈ្មោះថាប៊ុនស៊ីនផាតខ្លាំងយើងដឹងហើយថាបុគ្គលម្នាក់នេះតែងតែចិញ្ចឹមចិត្តបន្តចង់ឈ្លានពានកម្ពុជាជានិច្ចមកទល់នឹងម៉ោងនេះស្របពេលដែលកម្ពុជាកំពុងតែមានការចរចាជាមួយភាគីថៃទៅលើកិច្ចប្រជុំពិភាក្សា JBC ក្នុងពេលនេះឯងវាក៏ជាស្ថានភាពមួយតឹងតែងផងដែរសម្រាប់នៅឯបន្ទាត់ព្រំដែនកម្ពុជាថៃខាងកម្ពុជាយើងក៏លោកបានត្រៀមកម្លាំងរួចរាល់មានន័យថាត្រៀមជើងព្រួលរួចរាល់ដូចគ្នាមានន័យថាតាំងពីថ្ងៃទី28នៃកើតហេតុចំនួនព្រំដែនកម្ពុជាថៃដែលភាគីថៃបានឈ្លានពានកម្ពុជាបាញ់រះមកកាន់វីរៈការពីកម្ពុជាដែលធ្វើឲ្យលោកស្លាប់បាត់បង់ជីវិតម្នាក់ចាប់តាំងពីថ្ងៃ28នោះហើយដែលកម្ពុជាបានបញ្ជូនយុទ្ធឧបករណ៍បានបញ្ជូនគ្រឿងសព្វាវុធទាំងឡាយរួចជាស្រេចកម្លាំងកងទ័ពត្រៀមបំរុងរួចជាស្រេចបាទដើម្បីការពារបង្ការយថាហេតុណាមួយដែលថៃឈ្លានពាននោះកម្ពុជានឹងតដៃទៅវិញនោះកម្ពុជាបាទនឹងបន្តការពារអធិបតេយ្យការពារដែនដីរបស់កម្ពុជាជាក់ស្ដែងកម្ដៅកាន់តែខ្លាំងឡើងហើយមកទល់នឹងថ្ងៃនេះបាទក្រោយពេលដែលយើងបានឮនៅការថ្លែងសាររបស់ឧត្តមសេនីយ៍តូមេបញ្ជាការយោធាថៃបាទភូមិភាគ2លោកប៊ុនស៊ីតផាតខ្លាំងដែលបានលើកឡើងបែបនេះវារឹងរឹតតែបង្ហាញនៅមហិច្ឆតាដ៏កក្លឿនរបស់ថៃតាមរយៈការបោះបង់ចោលនៅច្បាប់អន្តរជាតិបោះបង់ចោលដោយការសម្រេចចិត្តរបស់តុលាការអន្តរជាតិហើយងាកមកចង់ប្រើប្រាស់នៅចំនួនងាកមកចង់ប្រើប្រាស់នៅសង្គ្រាមដើម្បីដោះស្រាយទៅវិញការដែលមិនហ៊ានឡើងតុលាការអន្តរជាតិការដែលមិនហ៊ានប្រឈមមុខបាទទៅនឹងតុលាការអន្តរជាតិនេះវាបញ្ជាក់ច្បាស់ណាស់ថាថៃឬសៀមគឺជាចោរឈ្លានពានមកលើទឹកដីកម្ពុជាសៀមគឺបន្តឈ្លានពានមកលើទឹកដីកម្ពុជាបូរណភាពទឹកដីកម្ពុជាដដែលសួរថាកម្ពុជាខ្លាចទេបាទគឺមិនខ្លាចថៃទេបាទក៏ប៉ុន្តែកម្ពុជាមានភាពចាស់ទុំនៅក្នុងនយោបាយអន្តរជាតិមិនថានយោបាយការបរទេសគឺកម្ពុជាមានភាពចាស់ទុំជានិច្ចជាពិសេសនៅក្នុងចំនួននេះតែម្ដងកម្ពុជាព្យាយាមសម្របសម្រួលដោះស្រាយដោយសន្តិវិធីបាទតាមរយៈការចរចាជាមួយភាគីថៃផងតាមរយៈការយកបញ្ហាចំនួននេះទៅកាន់អន្តរជាតិដើម្បីដោះស្រាយបញ្ចប់វិវាទមិនចង់ឲ្យបន្តទៅដល់កូនចៅចំនួនក្រោយក៏ប៉ុន្តែនាពេលនេះយើងឃើញច្បាស់ហើយថាថៃគឺចង់ធ្វើសង្គ្រាមជាមួយកម្ពុជាជ្រើសរើសយកផ្លូវធ្វើសង្គ្រាមជ្រើសរើសនៅហិង្សាដោយទាត់ចោលនៅច្បាប់អន្តរជាតិមិនគោរពទៅលើច្បាប់អន្តរជាតិឬក៏យុត្តាធិការណាមួយរបស់អន្តរជាតិជាដាច់ខាតដូច្នេះប្រសិនណាបើភាគីថៃឬក៏ចៅសៀមពិតជាហ៊ានបើកការឈ្លានពានមកលើទឹកដីកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចឬប្រាសាទតាក្របីពិតមែនច្បាស់ណាស់បាទកម្ពុជានឹងបើកប្រតិបត្តិការតបតស្រោចវិញឲ្យចាស់ដៃយ៉ាងពិតប្រាកដយើងជឿជាក់បាទទៅលើវីរៈកងទ័ពកម្ពុជាយើងគ្រប់រូបដែលលោកកំពុងតែត្រៀមខ្លួនកំពុងតែបំរុងបាទប្រសិនណាបើថៃពិតជាហ៊ានបើកប្រតិបត្តិការពិតមែនកងកម្លាំងរបស់កម្ពុជាយើង
ក៏មិនខ្សោយដែរបាទកម្ពុជាមានកម្លាំងគ្រប់គ្រាន់មានយុទ្ធឧបករណ៍គ្រប់គ្រាន់ត្រៀមជើងព្រួលនៅខាងមុខរួចជាស្រេចបាទហើយមេបញ្ជាការនៅទ័ពជួរមុខក្តីកងទ័ពខាងមុខក្តីគឺសុទ្ធតែជាកងទ័ពដែលមានបទពិសោធន៍នៅក្នុងសង្គ្រាមទាំងចាស់ទាំងថ្មីដែលនៅកាលពីសម័យខ្មែរក្រហមក៏មានបាទហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យកម្ពុជាបើសិនជាសៀមបាទហ៊ានតែឈ្លានពានទៅលើកម្ពុជាវាមិនប្រកាសទេថាសៀមអាចមានព្រៀបលើកម្ពុជាក៏ប៉ុន្តែកម្ពុជាមានភាពចាស់ទុំគ្រប់បែបយ៉ាងដែលអាចតតាំងបាទដែលអាចធ្វើឲ្យសត្រូវរត់ខ្ចាត់ខ្ចាយឬក៏បំផ្លាញសត្រូវបានត្រង់ចំណុចនេះវាក៏ជាជ្រុងមួយដែលយើងអាចមើលឃើញដែរថាការចរចានៅព្រឹកនេះអាចនឹងមានលទ្ធផលបន្តិចបន្តួចឬក៏បង្កប់ប្រសើរក៏ថាបានពីព្រោះជ្រុងមួយនៃការចរចានៅពីក្រោយការចរចានេះភាគីថៃយោធាថៃនៅតែបន្តក៏ក្លឿនបែរជាប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជាទៅវិញបាទរហូតទៅដល់មេតបថៃយោធាថៃរូបនេះលោកផាតខ្លាំងនេះលើកឡើងយ៉ាងដូចម្ដេចលើកឡើងថានាពេលនេះបាទថៃគឺត្រៀមខ្លួនស្លាប់មេបញ្ជាការថៃគ្រប់រូបគឺត្រៀមខ្លួនស្លាប់កងទ័ពថៃត្រៀមខ្លួនស្លាប់បាទនៅលើសមរភូមិបើសិនជាផ្ទុះអាវុធជាមួយកម្ពុជាហើយនឹងត្រៀមខ្លួនគ្រប់បែបយ៉ាងសម្រាប់អន្តរជាតិប្រឈមមុខទៅនឹងអន្តរជាតិមិនខ្លាចទេចំពោះបន្ទុកដែលអន្តរជាតិដាក់ទៅលើប្រទេសខ្លួនក្នុងនាមជាចៅឈ្លានពានមកលើទឹកដីខ្មែរជនលមោបសង្គ្រាមរូបនេះគឺបានលើកឡើងថាទឹកដីនោះគឺជាទឹកដីរបស់គេបាទទឹកដីព្រះវិហារទឹកដីប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំជាដើមគឺជាទឹកដីរបស់ថៃដោយប្រើពាក្យអាក្រក់បាទថាជាទឹកដីរបស់អញជាដើមប្រសិនណាបើខ្មែរចង់ដោះស្រាយប្រសិនណាបើខ្មែរចង់មានការដោះស្រាយគឺត្រូវតែហ៊ានធ្វើសង្គ្រាមជាមួយនឹងថៃបាទនេះហើយគឺជាចំណុចក្តៅនៅព្រឹកមិញនេះឯងដែលមានការផ្សព្វផ្សាយប្រងព្រាតនៅពីក្រោយវាំងនននៃការចរចាភាគីថៃដែលកំពុងតែមានវត្តមាននៅលើទឹកដីកម្ពុជាបាទវាក៏ជាស្ថានភាពកាន់តែក្តៅនៅឯបន្ទាត់ព្រំដែនបាទរវាងថៃនិងកម្ពុជាដែលកម្លាំងកម្ពុជាក៏កំពុងតែត្រៀមខ្លួនដែលថៃគឺកំពុងតែចាក់លាត់ទ័ពចុះឡើងត្រៀមនៅយុទ្ធឧបករណ៍គ្រប់បែបយ៉ាងដូច្នេះសៀមនេះបាទគឺមិនបោះបង់នៅមហិច្ឆតាដ៏កក្លឿនឈ្លានពានប្លន់ទឹកដីរបស់ខ្មែរនោះទេជាក់ស្ដែងដោយដែលយើងធ្លាប់បានឮហើយនៅប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនដែលលោកបានថ្លែងកាលពីពេលកន្លងទៅថ្មីក្រោយពេលដែលថៃបានឈ្លានពានមកលើទឹកដីកម្ពុជាកាលពីថ្ងៃទី28ដោយសម្ដេចតេជោលោកបានលើកឡើងយ៉ាងដូចម្ដេចលោកបានបង្ហើបគួរឲ្យភ្ញាក់ផ្អើលថាកាលពីឆ្នាំ2008ដល់ឆ្នាំ2011ភាគីថៃគឺធ្លាប់លើកឡើងទាក់ទងទៅនឹងផែនការដែលចង់ប្លន់ឈ្លានពានទឹកដីកម្ពុជាលើពីតំបន់ឬពីខេត្តទី1ថៃចង់វាយយកខេត្តសៀមរាបចង់វាយយកអង្គរវត្តទី2ថៃចង់វាយយកប្រាសាទព្រះវិហារបាទនៅតាមបណ្ដោយប្រាសាទមានប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំប្រាសាទតាក្របីឬក៏តំបន់មុំ3កាលណាដែលវាយបានពីតំបន់ពីខេត្តនេះបាទនៅពេលដែលចរចាគឺគេមានព្រៀបអាចផ្ដល់ខេត្តសៀមរាបឬក៏អង្គរវត្តឲ្យកម្ពុជាហើយគេយកប្រាសាទព្រះវិហារដែលនេះគឺជាមហិច្ឆតាដ៏ខ្មៅងងឹតរបស់ភាគីថៃមានតាំងពីយូរយារណាស់មកហើយនៅតែបន្តឈ្លានពានកម្ពុជាពីមួយដំណាក់កាលទៅមួយដំណាក់កាលតាំងពីសម័យរាជានិយមបាទដែលមានស្ដេចរបស់ថៃបានបន្តឈ្លានពានវាយកទឹកដីខ្មែរជាបន្តបន្ទាប់រហូតមកដល់សម័យកាលរបស់នាយករដ្ឋមន្ត្រីថៃជាបន្តបន្ទាប់នៅតែបន្តគោក្លឿនចង់បង្កចំនួនចង់ឈ្លានពានមកលើទឹកដីកម្ពុជាដដែលត្រង់ចំណុចនេះហើយបានជាយើងមើលឃើញថាមហិច្ឆតាភាពលោភលន់បាទភាពមិនស្កប់ស្កល់របស់ថៃឬរបស់សៀមនេះនៅតែបន្តចង់ឈ្លានពាននៅតែបន្តមិនចង់ឲ្យខ្មែរយើងបានសុខដដែលបើទោះបីណាជាកម្ពុជាបើទោះបីណាជាខ្មែរយើងប្រឹងនៅស្ងៀមប្រឹងសម្របសម្រួលប្រឹងចងស្ពានមេត្រីមិនចង់ឲ្យមានសត្រូវមិនចង់បង្កសត្រូវរករឿងគ្នាក៏ដោយក៏ថៃនៅតែប្រឹងកោះកកាយក៏ថៃនៅតែប្រឹងបង្ករឿងបង្កើតបញ្ហាដដែលដូច្នេះចង់ឬមិនចង់នៅក្នុងកាលៈទេសៈនេះបាទបើសិនជាសៀមហ៊ានឈ្លានពានកម្ពុជាពិតមែនកម្ពុជាក៏នឹងមិននៅស្ងៀមដែរពិតជាតបតវិញឲ្យចាស់ដៃយ៉ាងពិតប្រាកដបាទឲ្យស្គាល់ថ្នាំខ្លាំងម្ដងប្រសិនបើចៅសៀមនេះពិតជាហ៊ានបើកប្រតិបត្តិការឈ្លានពានក៏ក្លឿនចូលមកកាន់ទឹកដីកម្ពុជាពិតមែនមួយចំណុចដ៏គួរឲ្យចាប់អារម្មណ៍ទៀតនៅថ្ងៃទី15មិថុនានេះគឺជាខួបជ័យជំនះរបស់កម្ពុជាខួបលើកទី63ដែលកម្ពុជាឈ្នះក្តីលើថៃប្រាសាទព្រះវិហារដោយដែលយើងដឹងហើយថ
ថាថៃបានទទួលរងភាពអាម៉ាស់ខ្លាំងកាលពីចំនួនរវាងកម្ពុជាក្នុងសម័យកាលរបស់សម្ដេចនរោត្តមសីហនុបន្តមកសម័យកាលរបស់សម្ដេចតេជោហ៊ុនសែនទៅទៀតនៅតែបន្តចាញ់ក្តីកម្ពុជាដូច្នេះនៅថ្ងៃទី15មិថុនានេះគឺជាខួបជ័យជំនះរបស់កម្ពុជាលើថៃដែលកម្ពុជាឈ្នះបណ្ដឹងតាក់ទងទៅនឹងប្រាសាទព្រះវិហារហើយនៅថ្ងៃស្អែកនេះទៀតសោតបាក៏ជាថ្ងៃដែលកម្ពុជាយកបណ្ដឹងតាក់ទងទៅនឹងចំនួននៅតំបន់មុំបីតំបន់ប្រាសាទតំមន់តូចប្រាសាទតំមន់ធំប្រាសាទតាក្របីទៅកាន់តុលាការអន្តរជាតិ ICJ ដូច្នេះថ្ងៃទី15នេះគឺចំថ្ងៃបាទនៃកម្ពុជាទទួលបានជ័យជំនះពីថៃតែម្ដងដែលតុលាការអន្តរជាតិ ICJ ឬតុលាការក្រុងឡាអេបានប្រកាសជាឯកច្ឆន្ទផ្ដល់ភាពជ័យជំនះឲ្យកម្ពុជាតម្រូវឲ្យថៃដកទ័ពបាទដកទាហានដកយោធាទាំងឡាយចេញពីទឹកដីរបស់កម្ពុជាទាំងអស់ដែលប្រវត្តិសាស្ត្រនៃការចាញ់ទាំងអស់នោះហើយវាជាភាពអាម៉ាស់ខ្លាំងសម្រាប់ភាគីថៃហើយបន្តមកដល់សម័យកាលរបស់សម្ដេចធិបតីហ៊ុនម៉ាណែតទៀតនាពេលនេះថៃលែងហ៊ានហើយក្នុងការដែលតបតជាមួយកម្ពុជានៅលើឆាកអន្តរជាតិបាទគឺភ័យខ្លាចដឹងថាខ្លួនគឺជាចៅដឹងថាខ្លួនគឺជាអ្នកចាញ់មិនមានផុសតាងគ្រប់គ្រាន់មិនមានឯកសារគ្រប់គ្រាន់បាទមិនមានអ្វីដែលត្រូវឈ្នះកម្ពុជាទើបមិនហ៊ានតតាំងហើយបែរជាយកការចំនួនបាទបែរជាយកវិវាទនេះដោយលើកឡើងថាបើសិនជាចង់ដោះស្រាយត្រូវតែធ្វើសង្គ្រាមជាមួយថៃទៅវិញបាទនេះហើយគឺជាអ្វីដែលពិភពលោកមើលឃើញដែលកម្ពុជាមើលឃើញពិភពលោកទាំងអស់មើលឃើញបណ្ដាសមាជិករបស់ ICJ មើលឃើញបណ្ដាសមាជិករបស់អង្គការសហប្រជាជាតិនិយាយជារួមគឺទូទាំងពិភពលោកមើលឃើញបាទនៅទង្វើដ៏កក្លឿនរបស់ថៃដែលមិនគោរពទៅលើច្បាប់អន្តរជាតិនៅតែបន្តបង្កើតលេសចង់បង្កើតសង្គ្រាមជាមួយកម្ពុជាបែបនេះបាទដូច្នេះខ្ញុំនិយាយជាដដែលថានាពេលនេះបាទកម្លាំងរបស់ថៃកងទ័ពរបស់ថៃដែលនៅតាមបន្ទាត់ព្រំដែនជាមួយកម្ពុជាគឺកំពុងតែក្តៅខ្លាំងគឺកំពុងតែចល័តទ័ពកំពុងតែចល័តនៅអាវុធគ្រប់បែបយ៉ាងត្រៀមបាទដែលអាចនឹងផ្ទុះអាវុធជាមួយកម្ពុជាបាទគេរំពឹងថាវាអាចនឹងមានការប្រែប្រួលក្រោយពេលដែលគណៈប្រតិភូនៃអង្គប្រជុំរបស់ថៃអាចនឹងចាក់ចេញពីទឹកដីកម្ពុជាវាអាចនឹងមានបញ្ហាត្រង់ចំណុចនេះហើយកម្ពុជាក៏បានត្រៀមខ្លួនដែរបាទក៏កំពុងតែមើលសភាពការខ្លាំងបើតាមអ្វីដែលសារព័ត៌មានជាតិបាទលោកបានទៅដល់ទីតាំងបញ្ជាក់ព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងស្ថានភាពដ៏ក្តៅមួយនេះបាទដូច្នេះយើងនឹងរងចាំមើលនៅលទ្ធផលកិច្ចប្រជុំ JBC នៅថ្ងៃនេះថាតើលទ្ធផលនឹងបែបណាហើយក្រោយពេលដែលភាគីថៃចេញពីទឹកដីកម្ពុជាបន្ទាប់ពីការប្រជុំចប់តើនឹងមានសភាពការកើតឡើងបែបណាដូច្នេះខ្ញុំនឹងបន្តតាមដាននិងបន្តអាប់ដេតជម្រាបជូនលោកអ្នកបាទសូមអរគុណ